អូខេវិលមកជួបគ្នាសាជាថ្មីនៅមេរៀន Microsoft Excel ជាបន្តទៀតមុននឹងចូលទៅដល់មេរៀនលោកគ្រូសូមបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៅក្នុងការចូលទៅ download នៅខ្លឹមសារ slide មេរៀនក៏ដូចជារូបមន្តក៏ដូចជា file សម្រាប់អនុវត្តជាដើមបាទអញ្ចឹងដើម្បីធ្វើការចូលទៅ download slide ក៏ដូចជាទាញនៅ template សម្រាប់យកមកអនុវត្តគឺទីមួយអ្នកទាំងអស់គ្នាអាចចុចទៅលើប៊ូតុង start ណាយកមកយើងចុចទៅលើ start ហើយយើងវាយពាក្យថា EDG នេះអញ្ចឹងនៅត្រង់ EDG នេះអ្នកទាំងអស់គ្នានឹងឃើញ pop up នៅ Microsoft Edge បាទអញ្ចឹងយើងគ្រាន់តែយកម៉ៅរបស់យើងចុចទៅលើ Microsoft Edge ទៅអញ្ចឹងវានឹងបើកផ្ទាំង interface បែបនេះដើម្បីឲ្យយើងធ្វើការវាយនៅ address ជាបន្តទៀតណាបាទអញ្ចឹងអ្វីដែលយើងត្រូវធ្វើការវាយគឺយើងចូលទៅកាន់គេហទំព័រមួយគឺ salacode.sai អញ្ចឹងគ្រូបញ្ជាក់ណាអ្នកទាំងអស់គ្នាត្រូវវាយខាងលើអត់ត្រូវវាយនៅខាងក្រោមទេណាអត់វាយក្នុងនេះទេអញ្ចឹងវាយនៅខាងលើនេះបាទអញ្ចឹងគ្រូធ្វើការ zoom បន្តិចដើម្បីឲ្យអ្នកទាំងអស់គ្នាស្រួលក្នុងការមើលណាអញ្ចឹងយើងចូលទៅកាន់គេហទំព័រមួយគឺ salacode.sai បាទហើយចុច enter មកណាអញ្ចឹងនៅពេលដែលយើងចុច enter យើងទទួលបានគេហទំព័ររបស់សាលាយើងមួយណាហើយអ្វីដែលយើងត្រូវធ្វើបន្តទៀតនៅក្នុងករណីដែលអ្នកនរគ្នាបើកតាមទូរស័ព្ទគឺវាមានទម្រង់បែបនេះណាទម្រង់តូចអញ្ចឹងបាទអញ្ចឹងបើករណីជាទម្រង់តូចអញ្ចឹងពេលដែលយើងចង់ធ្វើការទៅរកមេនុយផ្សេងៗគឺយើងចុចទៅលើត្រី3នេះបាទអ្នកនរគ្នាពេលដែលចុចត្រី3មកវាបង្ហាញហ្នឹងគេបាទព័ត៌មានវាយើងយកព័ត៌មានវិទ្យាវាបង្ហាញត្រង់ព័ត៌មានវិទ្យាណាអ្នកនរគ្នាអាច Microsoft Excel យក Excel មក Word មកណាអញ្ចឹងអានេះគឺជាការប្រើប្រាស់លើទូរស័ព្ទដៃហើយបើយើងពេញចិត្តប្រើ dark mode យើងប្រើ dark mode មកណាមាន dark mode មាន light mode បាទអញ្ចឹងយើងត្រឡប់មកផ្នែកកុំព្យូទ័ររបស់យើងវិញអ្វីដែលយើងត្រូវចុចគឺយើងចុចទៅលើមេនុយព័ត៌មានវិទ្យាហើយយើងចុចទៅលើ Microsoft Excel ណាវានឹងfilter យកតែមេរៀនពាក់ព័ន្ធនឹង Microsoft Excel មកបង្ហាញទេណាបាទអញ្ចឹងបន្តពីមេរៀនខែមុនគឺយើងសិក្សាអំពី if រហូតទៅដល់ not មាន if បូកនឹង not ទៀតណាតែអ្វីដែលយើងត្រូវសិក្សាបន្តពីថ្ងៃនេះគឺយើងនឹងសិក្សាអំពីរូបមន្ត min max បាទរហូតដល់ count if ណាបាទអញ្ចឹងអានេះគឺជាខ្លឹមសារមេរៀនហើយខាងក្រោមគឺជា template ដែលលោកគ្រូដាក់ថាលំហាត់ណាកន្លែងលំហាត់គឺជា template ដែលអ្នកនរគ្នាអាចទៅការ download យកទៅអនុវត្តតែម្ដងណាអញ្ចឹងទីមួយគឺយើងត្រូវ download មេរៀនយកទៅមើលសិនណាយើងចុចទៅលើពាក្យថា download មកបាទអញ្ចឹងវានឹងបង្ហាញនៅ slide មេរៀនរបស់យើងណាបាទបន្តមកទៀតយើងត្រឡប់ម៉ៅរបស់យើងមកកន្លែង website របស់យើងវិញយើងទៅរំកិលមកខាងក្រោមយើងមកចុចទៅលើ template សម្រាប់ប្រើប្រាស់អនុវត្តទៅលើលំហាត់របស់យើងគឺចុចទៅលើពាក្យ download ណាបាទអញ្ចឹងពេលដែលចុចពាក្យ download វាអត់បាន download ឲ្យយើងទេអានេះនៅលើ cloud ឡើយណានៅលើ server ឡើយទេអញ្ចឹងអ្នកទាំងអស់គ្នាចុចទៅលើពាក្យថា download file អញ្ចឹងពេល download file វានឹង download ឲ្យយើងអ្នកទាំងអស់គ្នាចុច open តែម្ដងមកបាទអញ្ចឹងវានឹងបើក file Excel នោះសម្រាប់ឲ្យយើងធ្វើការអនុវត្តតែម្ដងណាអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តគឺយើងចុចទៅលើ enable editing បាទពេលដែលចុច enable editing ហើយយើងអាចធ្វើការប្រើប្រាស់រូបមន្តដើម្បីធ្វើការគណនាលំហាត់នឹងបានហើយណាបាទអញ្ចឹងលោកគ្រូធ្វើការ unhide file មួយដែលសម្រាប់ជាឧទាហរណ៍ឲ្យអ្នកនរគ្នាធ្វើលំហាត់នៅពេលបន្តិចទៀតនេះណាបាទអញ្ចឹងយើងមើលរូបមន្តទី1ដែលយើងនឹងត្រូវសិក្សាបងប្អូនគ្នាបាទអញ្ចឹងរូបមន្តទី1ដែលយើងត្រូវសិក្សានោះគឺរូបមន្ត min បាទ min មកពីពាក្យថា minimum ណាអញ្ចឹងពាក្យថា minimum នេះគឺសម្រាប់រកតម្លៃតូចបំផុតនៅក្នុងក្រុមទិន្នន័យបាទអញ្ចឹងរូបមន្តរបស់វាមាន2បាទអញ្ចឹងទី1គឺយើងអាចប្រើសញ្ញាស្មើ min បាទវាយអក្សរ min បើកវងចោលមក number 1គឺជាតម្លៃលេខបើសិនជាអ្នកនរគ្នាប្រើ cell address ទេយើងវាយ cell address ដូចនេះមកណាបាទអានេះគឺ45នេះគឺ G9 បាទមានន័យថាជួឈ G ជួដេក9គីមីនេះគឺ G10 រហូតទៅដល់ G14 ហ្នឹងទៅណាហៅហាយហ្នឹងទៅអញ្ចឹងអាហ្នឹងគឺតំណាងឲ្យ number 1 number 2 number 3ហ្នឹងឯងណាបាទឬវិធីសាស្ត្រទី2គឺយើងគ្រាន់តែ select បាទស្មើ min មកយើង select ទៅលើរូបមន្តនោះទាំងអស់បាទអញ្ចឹងវានឹងចាប់ពី cell ដើមដល់ cell ចុងណា cell ដើមគឺ G9 cell ចុងគឺ G14 បាទដែលនៅកណ្ដាលគឺមានសញ្ញារះមុខ2ណាហើយយើងបិទវងកញ្ចក់វិញមក
ចុច enter មកអ្វីដែលវារកឃើញនោះគឺតម្លៃតូចបំផុតគឺ45ណាបាទ45អញ្ចឹងយើងចូលទៅអនុវត្តជាក់ស្ដែងតែម្ដងអញ្ចឹងលោកគ្រូមានតម្លៃលំហាត់ប៉ុណ្ណេះអានេះដោយសារលោកគ្រូកែតម្លៃហ្នឹងណាកែទិន្នន័យហើយអញ្ចឹងវាអាចដូចគ្នាទេអញ្ចឹងយើងមើលនៅក្នុងចំណោមបន្ទុកទាំងអស់នេះបន្ទុកដែលតូចជាងគេគឺលេខ15អញ្ចឹងយើងសាកល្បងប្រើរូបមន្ត min ដើម្បីទៅធ្វើការស្វែងរកតម្លៃតូចបំផុតតើវាអញ្ចឹងមែនអត់ណាបាទស្មើបន្តមកទៀត min min យើងចុច tab នៅលើ keyboard យើងមកដើម្បីឲ្យវាចេញសញ្ញាវងកញ្ចក់បន្តមកទៀតយើងចុចទៅលើតម្លៃទី1ក្បៀសតម្លៃទី2ក្បៀសបាទយើងមិនហៅតម្លៃយើងហៅ number ចុះណា number 3ក្បៀស number 4ក្បៀស number 5ក្បៀស number 6បាទបិទវងកញ្ចក់វិញណាអញ្ចឹងអា G9 G10 នេះគឺវាតំណាងឲ្យលេខនឹងឯងណាតំណាងឲ្យលេខ45នេះបាទអញ្ចឹង number 1 2 3ហ្នឹងគឺយើងយក cell address មកតំណាងណាបាទយើងចុច enter មកអញ្ចឹងយើងឃើញថាតម្លៃដែលតូចជាងគេគឺលេខ15ពិតប្រាកដមែនណាបាទអញ្ចឹងវិធីសាស្ត្រទី2គឺយើងប្រើ cell address សរុបតែម្ដងគឺយើងអាចស្មើ min យើងចុច tab មកគឺយើង select ពី cell ដើមរហូតដល់ cell ចុងណាបាទ select ចឹងមកអញ្ចឹងយើងបិទវងកញ្ចក់វិញមកយើងចុច enter មកដូចគ្នាណាតម្លៃដែលវារកឃើញគឺដូចគ្នាបេះបិទតែម្ដងអត់ខុសគ្នាទេបាទអញ្ចឹងគ្រូ format នេះមួយទៀតអញ្ចឹងយើងអាចប្រើវិធីសាស្ត្រមួយទៀតគឺយើងប្រើលេខតែម្ដងយើងប្រើ number 1 number 2តែម្ដងគឺ min ចុច tab មកអញ្ចឹងទី1គឺអ្នកទាំងអស់គ្នាវាយលេខសរសេរលេខចូលតែម្ដងណាលេខ45ក្បៀស48ក្បៀស45ទៀតក្បៀសបាទកន្លែងនេះគឺក្បៀសណាលោកគ្រូបញ្ជាក់ដែរណាកន្លែងនេះគឺក្បៀសមិនមែនសញ្ញាក្បៀសនេះទេណាមិនមែនសញ្ញាក្បៀសដែលមានក្បាលលើទេអានោះអត់មានក្បាលលើទេណាបាទ45ក្បៀស32ក្បៀស15ក្បៀស23ហើយបិទវងកញ្ចក់វិញ in អញ្ចឹងតម្លៃដែលវារកឃើញ15អញ្ចឹងដូចគ្នាបេះបិទអត់ខុសទេណាបាទអញ្ចឹងនេះគឺជាការប្រើប្រាស់នៅរូបមន្ត min ដើម្បីរកតម្លៃតូចបំផុតនៅក្នុងក្រុមលេខដែលមានណាបាទឥឡូវនេះយើងចូលទៅអនុវត្តលំហាត់ពាក់ព័ន្ធនឹង min តែម្ដងអញ្ចឹងយើងមើលណាអញ្ចឹងនៅក្នុងនេះគេសួរថាតើប្រាក់ខែបុគ្គលិកដែលតិចជាងគេប្រមាណឥឡូវយើងមើលក្នុងចំណោមប្រាក់ខែទាំងអស់នេះមានប្រាក់ខែណាដែលតិចជាងគេអញ្ចឹងបើយើងមើលមែនតែនទៅគឺ cleaner ណាអ្នកសម្អាតនេះគឺមានប្រាក់ខែតិចជាងគេត្រឹមតែ$120ទេណាបាទអញ្ចឹងយើងអាចចាក់លបងធ្វើការរដោយប្រើប្រាស់រូបមន្តដែលយើងបានសិក្សាបាញ់មិញគឺស្មើ min ចុច tab មកអញ្ចឹងយើង select ពី cell ដើមដល់ cell ចុងបាទចុចទៅក្រុមលេខមកណាបិទវងកញ្ចក់វិញ enter អញ្ចឹងតម្លៃដែលវារកឃើញគឺ$120ណាបាទនេះគឺជាកន្លែងបង្ហាញរូបមន្តថាយើង select របៀបម៉េចណាអញ្ចឹងវានឹងបង្ហាញនៅកន្លែងហ្នឹងតែម្ដងបាទអញ្ចឹងវីដេអូរបស់យើងភាគ1គឺយើងបញ្ចប់តែប៉ុណ្ណេះយើងនឹងជួបគ្នានៅភាគ2បន្តទៀតណា